មានផ្ទះមួយដែលជាអ្នកមានជាងគេនៅក្នុងភូមិហើយមានកូនស្រីម្នាក់យ៉ាងស្រស់ស្អាតនាងជាមនុស្សដែលស្រឡាញ់ចូលចិត្តសត្វបំផុតមិនថាជាសត្វអ្វីក៏ដោយនៅថ្ងៃមួយពេលដែលនាងកំពុងទៅឈរលេងនៅខាងមុខផ្ទះស្រាប់តែមានសត្វឆ្កែអនាថាមួយក្បាលបានដើរមកអង្គុយក្បែរជើងរបស់នាងម៉េចបានជាឯងមកអង្គុយក្បែរយើងអញ្ចឹងតើផ្ទះរបស់ឯងនៅឯណាទៅឬមួយឯងជាឆ្កែអនាថាត្រូវម្ចាស់បោះបង់ចោលមើលចុះឯងពិតជាឆ្លាតណាស់ហើយគួរឲ្យស្រឡាញ់ទៀតធារីកូនហើយកូនឯងបានឆ្កែនេះមកពីណាទៅកូនមើលទៅវាដូចជាកខ្វក់ដល់ហើយកុំលេងជាមួយវាណាកូនប្រយ័ត្នឆ្លងមេរោគទៅណាខ្ញុំមិនដឹងឆ្កែនេះមកពីណាទេពុកតែមើលទៅប្រហែលជាវាជាឆ្កែអនាថាត្រូវម្ចាស់បោះបង់ចោលហើយណាពុកមើលមកវិញចុះគួរឲ្យអាណិតណាស់ខ្ញុំសូមចិញ្ចឹមវាបានទេពុកណែកូនហើយកូនឯងទៅចង់ចិញ្ចឹមស្អីអាឆ្កែបែបហ្នឹងនោះគ្មានស្អាតតាណាផងហ្នឹងហើយម្យ៉ាងទៀតផ្ទះយើងក៏មានឆ្កែ Husky មួយក្បាលទៅហើយវាទាំងស្អាតទាំងឆ្លាតមិនដូចឆ្កែនេះនោះទេមើលទៅក៏ខ្វក់ដល់ហើយណាកូនកុំចិញ្ចឹមវាអីណាតែខ្ញុំចង់ចិញ្ចឹមវាណាស់ពុកឲ្យខ្ញុំចិញ្ចឹមវាទៅណាហើយបើអញ្ចឹងកូនឯងចិញ្ចឹមវាចុះណាលបងខ្ញុំបានស៊ើបរួចអស់ហើយណាលបងថានៅក្នុងភូមិនេះមានតែផ្ទះលោកតាសឿននោះទេដែលមានទ្រព្យសម្បត្តិច្រើនជាងគេហើយថែមទាំងមានកូនស្រីស្រស់ស្អាតទៀតផងណាលបងបើអញ្ចឹងយប់នេះពួកយើងដឹងតែឆ្ងាញ់មាត់ហើយអាកូនចៅបានទាំងទ្រព្យសម្បត្តិបានទាំងស្រីរំភើបដល់ហើយណាអាកូនចៅអើយមិនម៉ាពេលលបងហើយខ្ញុំសុំដែរមកណាលបងធារីយ៉ាមើលឆ្កែដែលកូនឯងយកមកចិញ្ចឹមទៅណាមួយថ្ងៃឃើញតែដេកហូរទឹកមាត់ហើយយប់ឡើងព្រុសនោះព្រុសរកតែដេកកុំបានមិនដូចជា Husky ឆ្កែពុកនោះទេមើលវាទៅមិនដេកខ្ជិលដូចជាឆ្កែកូនឯងនោះទេនេះមកពីអាពាវាមិនបានដេកយប់នឹងណាពុកវារវល់យាមផ្ទះបានជាព្រឹកឡើងវាដេកបែបនេះអើយមិនដឹងជាមានស្អីត្រូវយាមនោះទេបើទ្រព្យសម្បត្តិយើងលាក់ទុកអស់ទៅហើយនឹងពុកឈប់និយាយជាមួយកូនហើយពុកទៅផ្ទះលបងឈុំនិយាយការរកស៊ីបន្តិចសិនកូនឯងនៅមើលផ្ទះផងទៅណាចាពុកលបងគឺផ្ទះនេះហើយណាលបងដែលមានទ្រព្យសម្បត្តិច្រើននិងមានកូនស្រីស្អាតដូចទេវតានោះហើយណាលបងបើថាអញ្ចឹងយើងឆាប់នាំគ្នាចូលទៅណានឹងអាល់បានឡើងឋានសួគ៌ឈប់សិនអាកូនចៅផ្ទះនេះមានឆ្កែអញមិនហ៊ានចូលទេវើយព្រោះអីអញនឹងឆ្កែមិនសូវបានរាប់អានគ្នានោះទេឯងឆាប់ចូលទៅចាត់ការវាទៅណាប៉ិតមែនហើយលបងមានឆ្កែដល់ទៅ2ក្បាលហើយណោះលបងអើយតែអាឆ្កែស្អាតមួយនោះវាមិនចេះខំមនុស្សនោះទេខ្លាចតែអាពូជឆ្កែខ្មែរយើងទេណាលបងអានោះខំគ្មានដឹងយើងងាប់នោះទេលបងខ្ញុំក៏មិនហ៊ានចូលជាមួយវាដែរណាអញ្ចឹងយើងគិតបែបណាទៅអាកូនចៅចាំស្អែកយើងមកម្ដងទៀតទៅណាលបងខ្ញុំនឹងយកថ្នាំបំពុលមកដាក់បំពុលវាឲ្យងាប់សិនដើម្បីយើងស្រួលចូលទៅប្លន់និងរំលោភបើអញ្ចឹងធ្វើតាមឯងនិយាយទៅចុះណាណែអាឆ្កែឈួតឯងព្រុសរោគងាប់ស្អីរោគតែអញដេកពួនមិនបានតិចអញទ្រាំមិនបានវាយឯងងាប់ឥឡូវហ្នឹងពុកកុំខឹងវាអីពុកក្រែងវាបានឃើញមនុស្សចម្លែកបានជាវាព្រុសបែបនេះនឹងណាពុក
វាគ្មានមនុស្សចម្លែកស្អីទេណាកូនបើមានមែនអា Husky វាព្រុសដែរហើយមិនមែនព្រុសតែវាម្នាក់ឯងអញ្ចឹងនោះទេអាឆ្កែនេះមើលទៅដោយសារតែវាអញ្ចឹងហើយបានជាម្ចាស់វាមុនយកវាមកបោះបង់ចោលបែបនេះនោះ ពងត្រជាក់ចិត្តសិនទៅណាពុកចាំស្អែកនេះកូនយកវាទៅចងក្នុងផ្ទះបាយមិនឲ្យវាប្រុសទៀតទេណាពុកណែអាពីលហេតុអីបានជាយកមិញឯងប្រុសបែបនេះឬឯងបានឃើញមនុស្សចម្លែកមកទីនេះមែនទេជាធម្មតានៅទីនេះតែងតែមានអ្នកភូមិដែលឆ្លងកាត់ពេលយប់ច្រើនដូច្នេះឯងកុំប្រុសខ្លាំងពេកណាប្រយ័ត្នពុកយើងខឹងវាយឯងស្លាប់ទៅលបងពេលនេះលបងបាច់ខ្លាចឆ្កែទៀតនោះទេណាព្រោះខ្ញុំបានមកតាមដានរួចហើយអាឆ្កែដែលបកែព្រុសនោះត្រូវបានម្ចាស់វាយកទៅចងនៅក្នុងរោងបាយក្រោយផ្ទះរួចបាត់ទៅហើយណាពេលនេះនៅតែអាឆ្កែចោលមកសៀតនោះទេលបងកុំខ្លាចវាអីណាយើងឡើងទៅចាប់ឪកូនវាមកក្រោមតែម្ដងទៅណាលបងល្អណាស់អាកូនចៅយើងយកឯងមកធ្វើជាកូនចៅពិតជាមិនខាតបងមែនអញ្ចឹងឯងទៅចាប់កូនឪវាមកក្រោមមកណាអញចាំនៅទីនេះឈប់លេងយើងនឹងកូនស្រីយើងទៅពួកឯងចង់បានអីក៏យកទៅចុះណាកុំទៅធ្វើបាបពុកកូនយើងអី យើងមិនធ្វើបាបតាកញ្ចាស់ឯងនោះទេហើយយើងក៏មិនធ្វើបាបមីកូនស្រីស្រស់ស្អាតនេះដែរយើងនឹងនាំនាងឡើងទៅឋានសួគ៌ជាមួយគ្នា អាស្គីអញឆាប់ខំពួកអាចោនេះទៅអាស្គីមិនបានជាឯងទៅស្និទ្ធស្នាលជាមួយពួកចៅទៅវិញអញ្ចឹងអាស្គីអាឆ្កែអត់កំណើតអាឆ្កែបំបងបាយឯងនេះពិតជាចិញ្ចឹមខាតបាយមែនកោតតែយើងខំស្រឡាញ់ឯងណែអាកញ្ចាស់មិនឯងទៅឆ្លោះជាមួយឆ្កែអញ្ចឹងហ៎កុំខឹងឆ្កែអីណាធ្វើចិត្តឲ្យតិចទៅហើយឈោមមើលយើងរំលោភកូនស្រីរបស់អាតាឯងវិញ អានរកស៊ីពងកុំនាំគ្នាប៉ះពាល់កូនរបស់យើងអីយើងនឹងឲ្យទ្រព្យសម្បត្តិដែលយើងលាក់ទុកទាំងអស់ឲ្យទៅឯងកុំធ្វើបាបកូនយើងអីណា យើងយកទាំងទ្រព្យហើយទាំងកូនរបស់ឯងតែម្ដងកុំស្រែកឮពេកណាវារំខានយើងរំលោភកូនស្រីឯង ឆាប់លេងយើងទៅពួកអាចោនរស់កុំនាំគ្នាចង់មកប៉ះពាល់ខ្លួនប្រាណយើងឲ្យសោះឆាប់លេងយើងទៅអាពីលឆាប់មកជួយយើងផងទៅអាពីលឆ្កែកំសត់នោះគ្រាន់តែឮម្ចាស់ស្រីហៅខ្លួនបែបនេះក៏រើបំរាស់រហូតរបូតខ្សែហើយរត់ទៅខំពួកចៅនោះពួកចៅពេលដែលឆ្កែខំខ្លួនបែបនេះក៏នាំគ្នារត់យកព្រះអាយុរៀងខ្លួនចាប់តាំងពីពេលនោះមកកូនឆ្កែកំសត់នោះទទួលបានការស្រឡាញ់ពីម្ចាស់ខ្លួនជាខ្លាំងហើយរាល់ពេលដែលឮសំឡេងឆ្កែនោះព្រុសពួកអ្នកភូមិដែលនៅក្បែរនោះតែងតែនាំគ្នាងើបពីដេកឡើងមកមើលគោក្របីមាន់ទារបស់ខ្លួនក្រែងមានចោរចូលលួច